បាទសូមជម្រាបសួរទៅដល់លោកតាលោកយាយអ៊ំពូមីងដូចជាបងប្រុសបងស្រីបងប្រុសបងស្រីបាទដែលជាអ្នកស្រឡាញ់វិស័យចិញ្ចឹមគោទាំងអស់គ្នាមិនថាតែក្នុងឬក៏ក្រៅប្រទេសទេដែលតែងតែតាមដានជាមួយនឹង channel YouTube របស់ខ្ញុំបាទផ្ទាល់បាទអញ្ចឹងសម្រាប់ថ្ងៃអង្គារទី25ខែវិច្ឆិកាឆ្នាំ2025បាទហើយរៀងរសៀលឲ្យម៉ោង2ជាងទៅតែបានមកឲ្យទឹកទេបាទសម្រាប់គូរបស់យើងដែលខ្ញុំបានប្រឡែងក្នុងចំការនេះឃើញថានៅខាងខ្ញុំខាងនេះគឺអាកាសធាតុក្តៅល្មមដោយសារវាមានខ្យល់ខ្លាំងហើយត្រូវនឹងខែមេកសេនេះទៀតគឺខ្យល់នៅខាងខ្ញុំគឺខ្លាំងមែនទែនអញ្ចឹងសម្រាប់ការធ្លាក់ខ្យល់នេះខ្ញុំក៏មិនសូវបានជាហែលទឹកឬក៏លាងសម្អាតទេដោយសារវារៀងរងាផងអញ្ចឹងក៏បង្ហាញពីសកម្មភាពជូនទៅដល់លោកតាលោកយាយទាំងអស់គ្នាក៏ដូចជាអ្នកដែលចូលចិត្តវិស័យចិញ្ចឹមគោទាំងអស់គ្នាបាទហើយមួយរយៈកន្លងមកនេះខ្ញុំក៏មិនសូវបានបង្ហាញនៅលើបណ្ដាញសង្គម YouTube ដែរបាទព្រោះរវល់ការងាររៀងច្រើនគួរសមអញ្ចឹងក៏អត់សូវបានបង្ហាញជាមួយនឹង YouTube ហើយណាមួយតាក់ទងទៅនឹងការលក់ដូរនេះខ្ញុំក៏ស្ងាត់ផុសលក់ដែរដោយសារយើងលក់អស់ហើយគោដែលខ្ញុំបានបង្ហាញសិតសឹងជាគោដែលយើងចម្រាញ់ទុកធ្វើពូជទៅថ្ងៃមុខដោយសារគោដែលយើងលក់ទៅនេះវគ្គមុនគឺវាមានបញ្ហាជាមួយការមានសង្គ្រាមរ៉ាំរ៉ៃរវាងប្រទេសនិងប្រទេសធ្វើឲ្យការទុកច្រើនក៏វាមានភាពភ័យខ្លាចដែរខ្ញុំក៏លក់ចេញខ្លះបាទតែឥឡូវនេះយើងទុកនេះដើម្បីឲ្យវាបានកូនបន្តបន្ទាប់សម្រាប់ធ្វើពូជអាចថាទៅមុខទៀតយើងនឹងបានច្រើនហើយអ្វីដែលចង់បង្ហាញនេះគឺតាក់ទងទៅនឹងតម្លៃបាទជាពិសេសបងប្អូនអ្នកដែលនៅគោអាចថាមានទឹកមាត់មានសង្ឃឹមច្រើនជាងមុនតាក់ទងទៅនឹងគោដែលនៅសល់យើងឃើញថាតម្លៃវាកាន់តែល្អប្រសើរទាំងញីទាំងឈ្មោលហើយបើគោផែនធំគីឡូធំគឺពេលដែលវាជន់ប្រភេទបាដែលជន់មេទៅវាចាស់ហើយគេត្រូវការលក់គឺតម្លៃវាគឺអាចថាតម្លៃខ្ពស់ចាប់ពី12000ឡើងទៅសម្រាប់គោក្នុងចំនួន500គីឡូឡើងហើយសម្រាប់គោមេដែលមានទម្ងន់ធំទម្ងន់ធ្ងន់ដូចគ្នាក៏អាចថាគីឡូចាប់ពី300ទៅ400គីឡូឡើងទៅតម្លៃក៏ល្អគួរសមជិតដល់10000ឬក៏អាចលើសពី10000ទៅទៀតបាទអញ្ចឹងបង្ហាញជូនតែប៉ុណ្ណឹងហើយក៏បន្ថែមជូនតាក់ទងទៅនឹងស្ថានភាពដូចជាសភាពការនៅខាងទឹកដីនៃខេត្តបន្ទាយមានជ័យជាដែននេះគឺមានសភាពស្ងប់ស្ងាត់ធម្មតាមិនមានបញ្ហាទេសម្រាប់នៅខាងយើងតែនៅខាងគេយើងក៏អត់ដឹងយ៉ាងណាដែរព្រោះយើងអត់មានការលោបលួចទៅមើលដូចប្រទេសគេទេព្រោះមួយរយៈមុនឃើញខាងគេបោះដ្រូនលោបលួចចូលមើលនៅខាងយើងធ្លាក់ដល់ណាដល់ណីអញ្ចឹងយើងឃើញហើយថាចោលមិនចោលចរិតទេសម្រាប់ការលួបលួចសំទោសលួចចូលមកមើលស្ថានភាពនៅក្នុងស្រុកទេរបស់យើងបាទអញ្ចឹងបន្តមកវិញតាក់ទងទៅនឹងស្ថានភាពស្រោស្រែឃើញថាបងប្អូនអ្នកដែលធ្វើប្រភេទ54បាទក៏ច្រូតហើយភាគច្រើនដែរហើយនៅតិចតួចមិនជាច្រើនប៉ុន្មានទេសម្រាប់ប្រភេទពូជ OM 5154នេះឃើញថាតម្លៃវាមិនជាបានល្អប្រសើរទេតែយើងក៏មិនដឹងធ្វើយ៉ាងណាអាចថាលក់មកទប់ទួលឬក៏អាចបានចំណេញតិចតួចតែអ្វីដែលខ្ញុំមើលឃើញដែលនៅសល់សប្តាហ៍ថ្ងៃនេះគឺចំពោះស្រោម៉ាលីបាទបងប្អូនដែលច្រូតក្រោយនេះបបាក់វេទនាតិចដោយសារទី1តាក់ទងទៅនឹងម៉ាស៊ីនក៏រៀងខ្សត់ហើយម៉ាស៊ីនខ្សត់ហើយតម្លៃវាក៏រៀងឡើងសម្រាប់ការឈ្នួលច្រូតហើយអ្វីដែលយើងច្រូតបានហើយគឺអត់មានអ្នកទិញហើយចំពោះស្រោម៉ាលីនេះអត់មានអ្នកទិញទេរាល់ថ្ងៃនេះមិនដឹងថាខាងបងប្អូនមានអ្នកទិញឬអត់ទេតែសម្រាប់ខាងនេះអត់មានអ្នកទិញទេតម្លៃណាក៏គេមិនហ៊ានឲ្យដែរដោយសារប្រភេទស្រោម៉ាលីនេះភាគច្រើនគឺចេញទៅខាងវៀតណាមព្រោះវៀតណាមក៏អត់សូវស៊ីដែរជាមួយនឹងប្រភេទបែបហ្នឹងតែមានរោងម៉ាស៊ីនក្នុងស្រុកក៏ដូចជាលោកអង្គញានេះអង្គញាគាត់អាចជួយទិញប្រជាកសិករបានតែនៅលើនេះដូចជាមិនឃើញមានខាងក្រសួងពាក់ព័ន្ធឬក៏លោកអង្គញាណាមកទិញទេឃើញថាច្រូត5-6ថ្ងៃនេះអ្នកខ្លះក៏លក់បានក្នុងតម្លៃទាបហើយអ្នកខ្លះក៏មិនលក់ទេដោយសារវាទាបពេកព្រោះស្រោម៉ាលីធ្វើវាមិនសូវបានទិន្នផលសម្រាប់ទិន្នផលច្រើនដូចប្រភេទពួកស្រោប្រាំងទេអញ្ចឹងបានល្មមកាលណាតម្លៃថោកពេកវាទូទាត់ទៅវាអត់រួចថ្លៃឈ្នួលរបស់ពួកគាត់បាទអ
ចឹងតាក់ទងទៅនឹងស្ថានភាពផ្សេងៗខ្ញុំក៏បន្ថែមជូនប៉ុណ្ណឹងហើយស្រោស្រែក៏បន្ថែមជូនប៉ុណ្ណឹងតាក់ទងទៅនឹងគោក៏សូមបញ្ចប់ត្រឹមហ្នឹងបាទក្នុងវីដេអូនេះដែរក៏ចង់ឲ្យបងប្អូនដែលជាអ្នកចិញ្ចឹមគោទាំងអស់គ្នាមានទឹកចិត្តមានសេចក្តីសង្ឃឹមក្នុងការចិញ្ចឹមក៏ដូចរិះរោចជាមួយនឹងវិធីសាស្ត្របែបណាដើម្បីចិញ្ចឹមឲ្យកុំឲ្យខាតហើយចិញ្ចឹមឲ្យបានរីកចម្រើនទៅមុខទាំងអស់គ្នាបាទជាចុងក្រោយខ្ញុំបាទមានតែប៉ុណ្្នឹងអរគុណនិងគោរពលា